បាទស្អីស្ដួលសួស្ដីគាំទ្ររឿង Demon Slayer ទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីហើយ Channel របស់ខ្ញុំនេះ Channel ដែលពូកែក្នុងការវិភាគរឿង Animation ជាងគេលើពិភពលោកនេះហើយកុំឲ្យខាតពេលយូរអញ្ចឹងយើងមកដឹងរឿងរ៉ាវពិភាក្សាមុនសិនហើយពិភាក្សាមួយយើងបានឃើញហើយរឿងរ៉ាវដ៏សែនឈឺចាប់និងសោកសៅបំផុតរបស់ Tanjiro Kamado របស់យើងនឹងការផ្លាស់ប្ដូររបស់ប្អូនស្រីរបស់គាត់គឺបានផ្លាស់ប្ដូរពីមនុស្សធម្មតាទៅខ្លះជាបិសាចក្រោយពីគេបានជួបជាមួយនឹងអ្នកប្រមាញ់ដ៏អាចកំបាំងម្នាក់ឈ្មោះថា Giyo Homioka ហើយគេបានប្រាប់ Tanjiro ទៅភ្នំសាគិរីដើម្បីស្វែងរកគ្រូបង្វឹកក្នុងការកម្ចាត់បិសាចឬក៏ស្វែងរកពីវិធីព្យាបាលប្អូនស្រីរបស់គេអ្នកទាំងអស់គ្នាចង់ដឹងទេថាដំណើរផ្លូវទៅកាន់សាគិរីរបស់បងប្អូនទាំងពីរនាក់នេះប្រព្រឹត្តទៅដោយរលូនដែរទេហើយតើពួកគេនឹងជួបឧបសគ្គបែបណាខ្លះហើយតើគ្រូបង្វឹកដែល Tanjiro ត្រូវជួបនោះគឺជាមនុស្សបែបណាទៅអញ្ចឹង Demon Slayer រដូវកាលទី1ពាក្យពីរនេះដែលមានចំណងជើងថាគ្រូបង្វឹក Koji Urokodaki នឹងបន្តបង្ហាញពីការតាំងចិត្តរបស់ Tanjiro និងបង្វឹក Tanjiro ឲ្យប្រែក្លាយទៅជាកំពូលអ្នកកម្ចាត់បិសាចថែមទាំងជួយប្អូនស្រីរបស់គេឲ្យក្លាយទៅជាមនុស្សធម្មតាវិញតើកុំឲ្យអ្នកទាំងអស់គ្នារងចាំយូរយើងទៅទស្សនាការសម្ដែងរបស់ខ្ញុំទាំងអស់គ្នាហ្មងទៅអញ្ចឹងចាប់ផ្ដើមនៅភាគ2នេះគឺយើងឃើញថា Tanjiro បានទៅជួបបុរសម្នាក់នៅវាលស្រែគាត់ទៅក្នុងគោលបំណងនេះបីទិញកន្ត្រកអីចឹងណាត្រកអស័យធំមួយដើម្បីស្ពាយនៅក្រោយខ្នងដោយកាលគាត់ស្ពាយខ្ជូងយកទៅលក់អញ្ចឹងក៏ប៉ុន្តែត្រកនោះគឺដើម្បីច្រកប្អូនស្រីរបស់គេចូលក្នុងនោះហើយយកកណាត់យកមករុំដើម្បីការពារកុំឲ្យត្រូវពន្លឺថ្ងៃពីព្រោះថា Nezuko របស់យើងគឺมันអាចត្រូវពន្លឺថ្ងៃនោះទេក្រោយមកគាត់ក៏បានសុំទិញកន្ត្រកពីបុរសនោះតែបុរសនោះដូចជាលក្ខណៈថាមិនចង់លក់ឲ្យទេព្រោះវាចាស់អីចឹងណាក៏ប៉ុន្តែ Tanjiro ក៏បញ្ញាប់បញ្ញាលយកប្រាក់នោះមិនលក្ខណៈទិញធម្មតានេះគឺបង្ខំទិញហ្មងគឺចម្រិតទិញយកមកហើយបុរសនោះចង់លក់ឲ្យទេព្រោះវាចាស់ហើយ Tanjiro របស់យើងក៏បានយកប្រាក់ដាក់លើដៃបុរសនោះហើយក៏បានទូទាយកកន្ត្រកនោះនិងបំពង់ឫស្សីអីខ្ចីអីចឹងណាយកមកដើម្បីត្បាញកន្ត្រកនោះឲ្យវាមាំទាំជាងនឹងទៀតដើម្បីដាក់ប្អូនស្រីរបស់គេចូលក្នុងនោះបន្ទាប់ពី Tanjiro របស់យើងបានយកកន្ត្រកឫស្សីហ្នឹងយកមកត្បាញរួចរាល់ហើយគេក៏បានចូលទៅក្នុងរូងភ្នំដែលបានលាក់ប្អូនស្រីគេហ្នឹងហើយហៅប្អូនស្រីរបស់គេឲ្យចេញមកដើម្បីចូលកន្ត្រកហ្នឹងហើយអ្នកទាំងអស់គ្នាមានឆ្ងល់អត់កន្ត្រកតូចមួយហើយ Nezuko របស់យើងអាចចូលកន្ត្រកនោះបានអញ្ចឹងលក្ខណៈពិសេសរបស់ Nezuko គឺអាចពង្រួញខ្លួនឲ្យតូចចូលក្នុងកន្ត្រកមួយនេះបានហើយ Tanjiro របស់យើងក៏បានស្ពាយប្អូនស្រីរបស់គេពីក្រោយខ្នងដោយមិនឲ្យត្រូវពន្លឺថ្ងៃទេហើយបន្តដំណើរទៅកាន់ប្រាសាទតែប្រាសាទនោះគឺនៅជិតផ្លូវដែល Tanjiro របស់យើងត្រូវធ្វើដំណើរទៅកាន់ភ្នំសាគិរីប្រាប់ពី Tanjiro របស់យើងនិង Nezuko បានធ្វើដំណើរទៅជិតដល់ប្រាសាទដែលមានបិសាចនោះហើយ Tanjiro ក៏បានហិតនឹងក្លិនថាមានក្លិនឈាមអញ្ចឹងគេក៏បានស្ទុះស្ទានាំប្អូនស្រីរបស់គេរត់ឡើងទៅលើប្រាសាទនោះក៏ប៉ុន្តែពេលទៅដល់ប្រាសាទនោះគេក៏បានឃើញបិសាចមួយទៀតដែលកំពុងទីមនុស្សនៅក្នុងប្រាសាទនោះហើយពេលនោះគឺបើឲ្យគេមានការផិតភ័យជាខ្លាំងពីព្រោះគេពេលនេះគឺឃើញបិសាចដោយផ្ទាល់ភ្នែកហើយ Nezuko របស់យើងក្រោយពីឃើញបិសាចនោះកំពុងតែស៊ីមនុស្សអត់សិតតែឈាមរួចហើយ Nezuko ក៏បានហៀទៅមាត់លាក់អីចឹងទៅក្លៀនចឹងណាពួកអីនាងមិនទាន់ខ្លាចជាមនុស្សនៅឡើយទេនៅវាបិសាចខ្លះមនុស្សខ្លះហើយនាងបានឃើញឈាមទាំងអស់នោះក៏បានស្រក់ទៅមាត់លាក់ពេញទាំងចឹងទៅក្រោយពី Tanjiro របស់យើងឃើញបិសាចនោះលិតដៃលិតជើងរួចហើយត្រាប់តែបិសាចនោះអក់មកចាប់ Tanjiro របស់យើងក៏ប៉ុន្តែ Tanjiro បានទាញពូថៅកាត់កបិសាចនោះតែបិសាចនោះគឺនៅសមត្ថភាពខ្លាំងមែនទែនគ្រាន់តែពូថៅរបស់ Tanjiro ពូថៅកាប់អូសចឹងណាมันអាចធ្វើអ្វីបិសាចនោះបានទេក្រោយមកបិសាចនោះក៏បាននិយាយឌឺដងទៅកាន់ Tanjiro រួចហើយគេក៏បានបំបាំងកាយហក់ក៏ Tanjiro របស់យើងហើយ Tanjiro របស់យើងក៏បាននិយាយថាវាអានេះលឿនម្លេះកិច្ចអត់ចង់តន់លឿនម្លឹងអញធ្វើមិនឈ្នះវាទៅបិសាចនោះនៅតែព្យាយាមប្របាច់ក Tanjiro របស់យើងក្រោយមក Nezuko ដែលកំពុងតែឈរហៀទឹកមាត់នោះប្រាប់ថានាងមានកំហឹងក្នុងខ្លួនក៏បានរត់មកទាត់បិសាចនោះដាច់ក្បាលបាត់ទៅជាសាហាវមែនទេអ្នកទាំងអស់គ្នាទាត់យើងដាច់ក្បាលបាត់តែម្ដងហើយពី Nezuko ទាត់បិសាចនោះដាច់ក្បាលហើយខ្លួនរបស់បិសាចនៅដលៃក្បាលនៅដលៃតែ Tanjiro របស់យើងមានការផិតភ័យមែនទេដោយសារមិននឹកស្មានថាប្អូនស្រីរបស់គេខ្លាំងដល់ម្លឹងទេមកទៀតបិសាចនោះនៅសល់តែខ្លួននោះបានជោងយកដៃមកចង់ចាប់ Tanjiro ក៏ប៉ុន្តែត្រូវ Nezuko ទាត់មកជើងប៉ើងទាំងខ្លួននឹងទៀតទៅបាក់ដៃជើងចងាងវិញហ្នឹងបន្ទាប់ពីនាងបានធ្វើបែបនេះហើយបិសាចនោះក៏បានភ្ញាក់ដឹងខ្លួនវិញដោយសារតែក្បាលហើយនឹងខ្លួនរបស់គេមិនទាន់ស្លាប់បាត់ទេក្រោយមកខ្លួនរបស់បិសាចនោះក៏បានមកប្រយុទ្ធជាមួយនឹង Nezuko ហើយទាត់យកចាប់ Nezuko ក៏វាក្បត់ទៀតចូលក្នុងព្រៃបាត់ទៅហើយ Tanjiro របស់យើងចង់ជួយប្អូនស្រីក៏ប៉ុន្តែត្រូវក្បាលរបស់បិសាចនោះចេញដៃពីរទៀតបានហក់ចាប់ Tanjiro របស់យើងហើយ Tanjiro ក៏បានទាញពូថៅបិសាចនោះក៏ប៉ុន្តែត្រូវបិសាចនោះខាត់ពូថៅរួចហើយសក់របស់បិសាចនោះកាន់តែវែងទៅមករត់ដៃរត់ជើងរបស់ Tanjiro អត់មានអ្វីក្នុងការការពារខ្លួននោះទេគឺមានតែប្រើក្បាលប៉ុណ្ណោះយកក្បាលទៅគេជាមួយក្បាលបិសាចនោះដែរប្រហែលទៀត Tanjiro របស់យើងក៏បានកវីកវត្តបិសាចនោះជាមួយនឹងពូថៅរបស់គេបានទៅជាប់នៅនឹងដើមឈើធ្វើឲ្យបិសាចនោះអ្វីមិនកើតទេជាប់នៅដើមឈើបាត់ទៅហើយប្រហែលទៀតគេក៏បានរត់តាម Nezuko របស់យើងរួចហើយគេក៏បានច្រានបិសាចនោះពីលើច្រាំងដីចូលទៅក្នុងជ្រោះក៏ប៉ុន្តែពេលនោះគេអស់សង្ឃឹមខ្លាំងមែនទែនស្រាប់តែមានបរិសម្នាក់ចាប់កអាវ Tanjiro ជាប់រួចហើយបរិសនោះបានលើក Tanjiro មកលើច្រាំងវិញមកឲ្យធ្លាក់ជ្រោះអញ្ចឹងណាហើយខ្លួនបិសាចនោះបានធ្លាក់ទៅជ្រោះនឹងទៅហើយបានដល់ទៅហើយងាប់បាត់ទៅបាត់ដៃបាត់ជើងហើយមើល
ធ្វើ style លយមែនទេងាប់ហើយនៅមាន style ទៀតក្រោយពីតាន់ជីរ៉ូបានឈ្នះបិសាចនឹងហើយគេក៏បានមកឈរនៅចិត្តក្បាលរបស់បិសាចនោះហើយដោយក្តីអាណិតអាសូរយ៉ាងទាញក្បិតហូរចាក់ដែរតែអត់ចង់ចាក់បន្តិចចង់អីបន្តិចគាត់នៅមានសេចក្តីមេត្តាក្នុងខ្លួនខ្លាំងពេលនោះតែលោកគ្រូម្នាក់ឈ្មោះថាយូរ៉ូកូដាគីនេះក៏បានមកដល់ហើយនិយាយប្រាប់តាន់ជីរ៉ូថាឯដកក្បិតនេះមិនអាចសម្លាប់បិសាចបានទេគ្រូនោះបាននិយាយថែមទៀតថាឯងត្រូវរកវិធីក្នុងការសម្លាប់បិសាចនេះកុំនៅស្ទាក់ស្ទើរឲ្យសោះទោះបីជាឯងចង់ជួយសង្គ្រោះបិសាចនេះក៏ដោយក៏ប៉ុន្តែបិសាចនេះគឺជាឃាតករក្នុងការសម្លាប់មនុស្សហើយគេសម្លាប់មនុស្សដោយមិនញញើតដៃនោះទេឯងគួរតែរកវិធីក្នុងការសម្លាប់បិសាចនេះឲ្យវានៅមានជីវិតបន្តទៀតតែតាន់ជីរ៉ូរបស់យើងនៅតែស្ទាក់ស្ទើរក្នុងការសម្លាប់បិសាចរួចហើយគេក៏បានដូរទៅជាយកដុំថ្មចង់មកបោកក្បាលបិសាចទៅវិញក្រោយមកមេឃក៏ចាប់ផ្ដើមរះពន្លឺព្រះអាទិត្យអីចឹងក៏ចាំងចំបិសាចនោះធ្វើឲ្យបិសាចនោះរលាយខ្លួនបាត់ទៅហើយតាន់ជីរ៉ូមានការពិតភ័យជាខ្លះដោយសារតែនេះពិតជាបិសាចពិតប្រាកដមែនហើយបិសាចនេះពិតជាខ្លាចពន្លឺថ្ងៃណាមកគេក៏បានខ្លួនថាប្អូនស្រីរបស់គេថាទៅទីណាបាត់ហើយនោះតាន់ជីរ៉ូរបស់យើងក៏បានស្វែងរកប្អូនស្រីរបស់គេគាត់ដឹងថាប្អូនស្រីរបស់គេប្រកាសជានៅកន្លែងដែលមិនត្រូវពន្លឺព្រះអាទិត្យនោះហើយគេក៏បានចូលទៅក្នុងប្រាសាទរត់ក៏ឃើញប្អូនស្រីរបស់គេនៅក្នុងកន្ត្រកដែលគេបានធ្វើនោះហើយមកតាន់ជីរ៉ូរបស់យើងបានទៅជួបលោកគ្រូម្នាក់ដែលបានពាក់មុខខ្មៅហ្នឹងហើយពេលនោះគ្រូម្នាក់នោះបានទះកំភ្លៀងតាន់ជីរ៉ូយើងមួយកំភ្លៀងគាត់បានសួរថាឯងមានចិត្តតែស្ទើរបែបនេះមិនអាចការសម្រាប់បិសាចបានទេសួរឯងទៅមើលបើសិនជា Netsuko ជាប្អូនស្រីរបស់ឯងទីមនុស្សតើឯងត្រូវធ្វើដូចម្តេចពីលឺសូលោកគ្រូនោះបានសួរទៅកាន់តាន់ជីរ៉ូហើយតាន់ជីរ៉ូក៏បាននិយាយដោយមើងម៉ាត់ថាខ្ញុំនឹងសម្រាប់នាងចោលហើយខ្ញុំក៏ត្រូវថាសម្រាប់ខ្លួនឯងដែរពីព្រោះខ្ញុំមិនអាចការពារមនុស្សលោកទាំងអស់ពីការគំរាមកំហែងនឹងការសម្លាប់របស់បិសាចហើយថែមទាំងមិនអាចព្យាបាលប្អូនស្រីរបស់ខ្ញុំជានោះទេក្រោយពីតាន់ជីរ៉ូនិយាយបែបនេះហើយធ្វើឲ្យលោកគ្រូអ្នកដែលពាក់មុខក្រហមនោះបានសម្រេចចិត្តនាំតាន់ជីរ៉ូរបស់យើងធ្វើដំណើរទៅកាន់ភូមិសាគីរីដើម្បីធ្វើការវឹកហាត់អីចឹងណាក្រោយមកតាន់ជីរ៉ូរបស់យើងក៏បានស្ពាយប្អូនស្រីរបស់គេនៅពីក្រោយខ្នងរួចហើយរត់តាមក្រោយលោកគ្រូយូរ៉ូកូដាគីនោះហើយរហូតដល់ភ្នំសាគីរីក្រោយមកលោកគ្រូនោះបានឲ្យតាន់ជីរ៉ូរបស់យើងទុកប្អូនស្រីរបស់គេនៅក្នុងផ្ទះមួយនោះបន្ទាប់មកគ្រូក៏បាននាំតាន់ជីរ៉ូរបស់យើងឡើងទៅកាន់កំពូលភ្នំនោះក្រោយមកលោកគ្រូនោះក៏បានចុះពីលើភ្នំដើម្បីឲ្យតាន់ជីរ៉ូរបស់យើងធ្វើការវឹកហាត់ក្នុងលក្ខខណ្ឌមួយនេះដែរគាត់បាននិយាយថាឲ្យតាន់ជីរ៉ូត្រូវចុះពីលើភ្នំមុនថ្ងៃរះដើម្បីទៅជួបប្អូនស្រីរបស់គេនៅក្នុងផ្ទះនោះក្រោយមកលោកគ្រូនោះក៏បានបាត់ខ្លួនទៅតាន់ជីរ៉ូរបស់យើងក៏បានធ្វើការវឹកហាត់ម្នាក់ឯងនៅក្នុងភ្នំនោះដើម្បីព្យាយាមរកពីវិធីសាស្ត្រក្នុងការចុះពីលើភ្នំមកកាន់ផ្ទះដើម្បីជួបប្អូនស្រីរបស់គេក្រោយពីបានគិតរួចហើយតាន់ជីរ៉ូក៏បានដើរក្នុងព្រៃនោះរួចហើយក៏បានត្រូវតាក់ត្រូវអីចឹងទៅព្រោះគាត់អត់ទាន់ចេះហ្នឹងដល់ពីត្រូវតាក់ធ្វើឲ្យតាន់ជីរ៉ូរបស់យើងឈឺចាប់គេក៏បាននឹកឃើញពីវិញ្ញាណរបស់គេពិតប្រាកដគឺការហិតក្លិនគេក៏បានប្រើច្រមុះរបស់គេហិតក្លិនការចម្លាស់ទីរបស់អន្ទាក់នៅក្នុងព្រៃទាំងអស់នោះរួចហើយគេក៏បានប្រោះលបឿនបូកបញ្ចូលគ្នានៃកម្លាំងរបស់គេពីធម្មជាតិពីឧបសគ្គទាំងអស់នោះរួចហើយគេបានមកដល់ពមដែលដាក់ប្អូនស្រីរបស់គេក្នុងនោះយ៉ាងសភាពគួរយ៉ាប់មើលមែនតើគឺបែកក្បាលផងអីផងហូរឈាមពេញហ្នឹងហើយតាន់ជីរ៉ូរបស់យើងក៏បានជំនះឧបសគ្គនេះបានសម្រេចទៅក្រោយពីគាត់បានមកដល់ផ្ទះចាស់ដែលប្អូនស្រីរបស់គេនិងលោកគ្រូយូរ៉ូកូដាគីនឹងនៅហើយលោកគ្រូនោះក៏បានសម្រេចចិត្តថាទទួលតាន់ជីរ៉ូរបស់យើងធ្វើជាកូនសិស្សបាទចុងក្រោយសម្រាប់ភាគនេះដែរគឺសូមស្លេះត្រឹមប៉ុណ្ណេះសិនអ្នកទាំងអស់គ្នាយល់យ៉ាងណាសម្រាប់ការសម្រេចចិត្តរបស់លោកគ្រូនោះក៏ទទួលយកតាន់ជីរ៉ូធ្វើជាកូនសិស្សទាំងអស់គ្នាគិតថាតាន់ជីរ៉ូស័ក្តិសមធ្វើជាអ្នកអាពារពីមនុស្សទាំងឡាយនឹងខ្លាយទៅជាសមាជិកក្នុងក្រុម Demon Slayer ដែរឬទេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ដូចម្តេចនឹងការគិតបែបណាកុំភ្លេច comment ប្រាប់ខ្ញុំនៅក្រោមវីដេអូផងបាទសូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានគាំទ្រនៅការសម្ដែងរឿងរបស់ខ្ញុំហើយសម្រាប់អ្នកមកថ្មីភ្លេចជួយចុច like subscribe និងដាក់កណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូនៅភាគបន្តពីខ្ញុំបន្តទៀតហើយអាខានណាអញ្ចឹងជួបគ្នាវីដេអូក្រោយឡើយសនា